ขณะเด็บบรอนุកំពុងចុះពីឡានគាត់ស្រាប់តែឃើញថាមានឆ្កែវង្វេងកំពុងគំរាមកំហែងកូនស្រីរបស់គាត់អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺឆ្កែនោះបានដេញកូនស្រីគាត់ទៅដល់មាត់រណ្ដៅជ្រៅដើម្បីដេញឆ្កែនោះគាត់ក៏រើសដុំថ្មពីដីដោយស្វ័យប្រវត្តិប៉ុន្តែនៅវិនាទីបន្ទាប់កូនស្រីគាត់ក៏ភ្ញាក់ផ្អើលដែរទោះបីជារ៉េទីបំផុតធ្លាក់ត្រឹមតែសង់ទីម៉ែត្រពីសេចក្តីស្លាប់ក៏ដោយក៏គាត់មានអារម្មណ៍ថាសំណាងដែរនៅពេលដែលគាត់ដឹងខ្លួនឡើងវិញដោយភាពស្រឡំកាំងសំឡេងស្រែករបស់ប្រពន្ធគាត់ធ្វើឲ្យគាត់ដឹងថាកូនស្រីគាត់បានស្លាប់ហើយរហូតដល់ប្រពន្ធគាត់ចាប់ផ្ដើមវាយគាត់យ៉ាងខ្លាំងទើបរ៉េដឹងខ្លួនពីភាពភ័យស្លន់ស្លោពេលលើកូនស្រីគាត់ស្រែកហៅប៉ាប៉ារ៉េក៏ប្រញាប់ទៅមើលរបួសរបស់នាងសំណាងល្អការធ្លាក់របស់កូនស្រីគាត់មិនដល់ស្លាប់ទេហាក់ដូចជានាងគ្រាន់តែបាត់ដៃប៉ុណ្ណោះដោយមិនបង្អង់យូររ៉េក៏ប្រញាប់នាំនាងទៅមន្ទីរពេទ្យប៉ុន្តែនៅពេលដែលពួកកំពុងរងចាំដោយអន្ទះសារនៅជួរពួកគេក៏បានឃើញទិដ្ឋភាពដែលមិនគួរឲ្យជឿសាកសពពីរត្រូវបានរុញចេញតាមទ្វារក្រោយរបស់មន្ទីរពេទ្យភ្លាមបន្ទាប់មកបុគ្គលិកម្នាក់បានហុចប្រអប់ត្រជាក់មួយខណៈដែលបុគ្គលិកម្នាក់ហុចស្រោមសម្បត្តិក្រាស់មួយពួកគេទាំងពីរបានបែកផ្លូវគ្នាទៅយ៉ាងច្បាស់លាស់មន្ទីរពេទ្យហាក់ដូចជាកំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រ័យមួយចំនួនប៉ុន្តែនៅពេលនោះរ៉េមិនបានគិតច្រើនទេអ្វីដែលគាត់ចង់បានគឺចង់ឲ្យកូនស្រីគាត់ពិនិត្យទោះជាយ៉ាងណាក៏ដោយនៅពេលដែលដល់វេនកូនស្រីគាត់ត្រូវពិនិត្យដោយគ្រូពេទ្យបាននិយាយអ្វីដែលមិននឹកស្មានដល់ដូច្នេះតែអ្នកធ្លាប់ឃើញទេសម្ដីនេះធ្វើឲ្យគូស្នេហ៍មានអារម្មណ៍មិនស្រួលបន្តិចប៉ុន្តែគ្រូពេទ្យបានបញ្យល់ថាក្មេងស្រីនោះបានធ្លាក់ពីទីខ្ពស់ដូច្នេះគាត់បានណែនាំឲ្យពួកគេធ្វើការស្កេនខួរក្បាលដើម្បីកុំឲ្យមានការខូចខាតខួរក្បាលហើយដូច្នេះរ៉េក៏បានឃើញប្រពន្ធនិងកូនស្រីរបស់គាត់ជាលើកចុងក្រោយពីព្រោះរ៉េបានរងចាំពីព្រឹកដល់យប់ហើយប្រពន្ធនិងកូនស្រីរបស់គាត់នៅតែមិនទាន់ចេញពីចន្ទាយន្តតែសង្ស័យថាមន្ទីរពេទ្យកំពុងធ្វើអ្វីមួយភ្លាមថាមានអ្វីមួយខុសប្រក្រតីគាត់បានប្រញាប់ទៅខាងផ្លូវហើយហៅឡានប៉ូលីសដែលអះអាងថាមន្ទីរពេទ្យបានចាប់បង្រាត់ប្រពន្ធនិងកូនស្រីរបស់គាត់ហើយសុំជំនួយពីប៉ូលីសនៅពេលដែលពួកគេធ្វើដំណើរទៅកាន់វត្តមន្ទីរពេទ្យរ៉េបានឃើញរបស់របរដែលធ្លាប់ស្គាល់គឺកន្សែងដែលកូនស្រីគាត់ពាក់ប៉ុន្តែរ៉េគ្មានភស្តុតាងថាកន្សែងនោះជារបស់កូនស្រីគាត់ទេដូច្នេះពួកគេគ្មានជំរឿនពេលពិនិត្យមើលវីដេអូឃ្លីបពីថ្ងៃនោះទោះជាយ៉ាងណាក៏ដោយគួរឲ្យភ្ញាក់ផ្អើលសម្រាប់រ៉េចាប់តាំងពីបានថ្ងៃនោះមកនៅពេលដែលគាត់បានជូនប្រពន្ធនិងកូនស្រីគាត់នៅមន្ទីរពេទ្យវីដេអូឃ្លីបបានបង្ហាញតែគាត់ពីដើមដល់ចប់មិនមានសញ្ញានៃប្រពន្ធឬកូនស្រីគាត់ទាល់តែសោះដូច្នេះមន្ទីរពេទ្យបានរៀបចំឲ្យគ្រូពេទ្យចិត្តសាស្ត្រជួបរ៉េបន្ទាប់ពីសួរចម្លើយគាត់គ្រូពេទ្យបានសន្និដ្ឋានថាចិត្តរបស់រ៉េមានភាពច្បុកច្បល់តែនៃកិច្ចយ៉ាងណានាងប្រហែលជានៅទីនោះនៅឡើយទេបន្ទាប់មកពួកគេបានទៅកន្លែងសំណង់ដែលគេបោះបង់ចោលដើម្បីស្វែងរកការពិតប៉ុន្តែយោងតាមទ្រឹស្ដីរបស់គ្រូពេទ្យចិត្តសាស្ត្រកូនស្រីរបស់រ៉េប្រហែលជាជួបនឹងសោកនាដកម្មហើយស្មារតីរបស់រ៉េត្រូវបានបន្សល់ទុកនៅក្នុងរណ្ដៅជ្រៅនោះទោះជាយ៉ាងណាក៏ដោយនៅក្នុងករណីរបស់រ៉េពួកគេបានរកឃើញកញ្ចក់តូចរបស់កូនស្រីគាត់កប់នៅក្នុងគំនរព្រិលប៉ុន្តែភ្លាមបន្ទាប់មកប៉ូលីសបានរកឃើញស្នាមឈាមដ៏ច្រើននៅក្រោមគំនរព្រិលទោះបីជារ៉េអះអាងថាវាជាភៀមពីក្បាលរបស់គាត់ផ្ទាល់ក៏ដោយប៉ុន្តែបរិមាណឈាមដ៏ច្រើនសន្ធឹកសន្ធាប់បានបង្ហាញយ៉ាងច្បាស់ថាគាត់កំពុងកុហកដូច្នេះរ៉េត្រូវទទួលបន្ទុកពីបទមនុស្សឃាតដោយអចេតនាមកដល់ចំណុចនេះរ៉េមិនអាចបែងចែករវាងការស្រមើស្រមៃនិងការពិតបានទៀតទេឆ្កែវង្វេងគឺជាការស្រមើស្រមៃរបស់គាត់ហើយប្រពន្ធនិងកូនស្រីរបស់គាត់ទាំងពីរនាក់បានក្លាយជាជនរងគ្រោះដោយដៃរបស់គាត់ផ្ទាល់ដូច្នេះដោយផ្អែកលើការវិភាគបឋមរបស់ប៉ូលីសរ៉េត្រូវបានប៉ូលីសដាក់ខ្នោះប៉ុន្តែបន្ទាប់មកព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងភ្លាមឆ្កែប៉ូលីសនៅតែបន្តប្រុសយ៉ាងខ្លាំងទៅលើរ៉េងើបមុខមើលហើយក៏ដឹងថាវាជាឆ្កែវង្វេងដដែលដែលបានតាមដានកូនស្រីរបស់គាត់នេះបានបញ្ជាក់ថាអ្វីដែលបានកើតឡើងតាំងពីថ្ងៃមិនមែនជាការស្រមែស្រមៃតទៅសោះ